two three four ចឹងក៏3ដងនិងស្មើ5ដងព្រោះដៃគូតស៊ូតាមលក្ខណៈបច្ចេកទេសចំនួន28ដងមកពីក្លឹបប្រដាល់គុណសាសមានរិទ្ធគ្រូបង្ហាត់លោកធីនរិទ្ធលោកស្រីនាងកញ្ញាកំពុងដឹកនាំគុណខ្មែររាជធានីភ្នំពេញអូធីរ៉ាទម្ងន់ស្មើគ្នាបទពិសោធន៍ប្រកួត60ដងឈ្នះ48ដងស្មើ2ដងក្នុងនោះរូបគេក៏ធ្លាប់ផ្ដួលដៃគូឲ្យបបងការប្រកួតតាមលក្ខណៈបច្ចេកទេសបាន10ដងគេជាសិស្សនៃក្លឹបបណ្ដាប្រកាយជិមដែលមានគ្រូបង្ហាត់លោកប្រកាយជាថ្មីម្ដងទៀតសូមលោកស្រីនាងកញ្ញាផ្ដល់សម្លេងស្វាគមន៍អ្នកប្រដាល់មកពីប្រទេសឡាវកាស៊ីលេកប្រកាយចា៎ទៅនេះសូមបាទយើងមកទស្សនាគូអូជារិទ្ធម្ដងបាទអូជារិទ្ធប៉ះជាមួយកីឡាករឡាវបាទកីឡាករឡាវនេះបាទខ្សែកគាត់ធំណាស់បាទខ្សែកគាត់ធំណាស់បាទដៃអូជារិទ្ធវិញមានអាវយ័ន្តបាទមានរូបបាតជើងបាទបាតជើងទាំងខាងមុខនិងទាំងខាងក្រោយបាទយើងចាំមើលទាំងអស់គ្នាថាតើអូជារិទ្ធអាចយកឈ្នះកីឡាករឡាវរូបនេះបានដែរឬក៏យ៉ាងណាដែរបាទសូមអរគុណបាទយើងមកមើលទឹកទី1ទាំងអស់គ្នាបាទមើលអូជារិទ្ធអាចផ្ដួលកីឡាកររូបនេះបានដែរអត់អូបាទប្រហែលជាមិនចប់ទឹកមួយទេបាទមើលទៅកីឡាករបងប្អូនទាវនេះស្ដើងពេកបាទមើលទៅអូហូមុខបាទចាប់ទឹកទី1ទឹកទី2រ៉ាវ2ទឹកទី2បងប្អូននេះកជ្រុលដល់ចូលទឹកទី2នេះដាក់យកតែម្ដងបាទ
3 4 5 6 7 8 Untuk kaki. Cứ miền ca ở mò sa tô mình cồn pro thiệt. Dạ. បាទទៅទី1ឧជ្រិនបាទអាចថាលេងក្រាបបដាជ្រុលចង់យ៉ាប់របស់កស៊ីលេងដែរបាទកស៊ីលេងគឺឧជ្រិនអត់និយាយអត់មុខចាប់ផ្ដើមបាទដេញមុខធីរិតវិញតចូលទៅពីធីរិតចាប់ផ្ដើមមកចេញស្នៀតធ្ងន់ធ្ងរនឹងគាត់ចាប់គោលដៅកស៊ីលេងតច្រកបាទធ្វើឲ្យញាក់ណារាប់មកលើកពីរលើកតែញាក់ណាក៏សម្រេចមិនឲ្យប្រកួតតទៀតទេដោយសារកស៊ីលេងត្រូវច្រើនហើយចង់បាត់បង់ស្មារតីតែម្ដង ដូច្នេះជាជំនះតែផ្ដួលឲ្យដៃគូបបងការប្រកួតទៅត្រឹមទឹកទី2បានទៅលើបង្គោលក្រហម